បងប្អូននេះគឺជានាគបែរមុខទៅទិសណាទិសខាងលិចស្ពាននាគក្បាលនាគខ្លួននាគលើស្ពានបាទអមសងខាងផ្លូវស្ពានកំពង់ក្តីបាទស្ពាននេះគឺប្រវែងវែងហើយមានអាយុកាលជិត 1000 ឆ្នាំហើយបាទ800 ឆ្នាំជាងតាំងពីសម័យខ្មែរយើងរុងរឿងខ្លាំងសម័យចក្រភពខ្មែរបាទបងប្អូនមើលសំណង់ស្ពាននេះបើសិនជាធ្វើដំណើរឆ្លងកាត់សម័យពីមុនមកមានឡានមានម៉ូតូអីឆ្លងកាត់ធម្មតាប៉ុន្តែឥឡូវបិទផ្លូវដើម្បីការពារកុំឲ្យបាក់ស្រុតប៉ុន្តែពីដើមធ្លាប់រថក្រោះអីបើកកាត់ដែរសម័យសង្គ្រាមតែឥឡូវនេះមានផ្លូវមានស្ពានវាងបាទបងប្អូនឃើញហើយស្ពាននេះពីកំពង់ក្តីនេះក៏ជាប្រជុំជនមួយដែរសម័យអង្គរហើយស្ពាននេះរហូតទៅដល់ក្រុងអង្គរហើយជាផ្លូវ highway គេហៅផ្លូវជាតិចំនួនសម័យបុរាណតែទៅតឹងស្ពាននេះធំបងប្អូនអាចជាទៅតឹង10 ម៉ែត្រជាងហើយបណ្ដោយនេះប្រហែលម៉ែត្រទៅបើតាមខ្ញុំមើលទៅដូចជាខ្ទង់100 ម៉ែត្រហ្នឹងបាទបើមិន100 ម៉ែត្រក៏ជិត100 ម៉ែត្រនេះវែងហើយបើទៅតឹង10 ម៉ែត្រជាងស្ពាននេះធំទៅតឹងធំបងប្អូនទលាយបើសិនជាធ្វើជាផ្លូវឡានអាចពុះជា2បានបាទមួយខាងនេះណាហើយមួយខាងជា2ហើយបើឡានជាគ្នាប្រហែលជាអាចបើកទៅគ្នាទាំងសងខាងផ្លូវអាចជា4ឡានហើយសម័យបុរាណបងប្អូនគិតមើលស្ពានធំអញ្ចឹងនេះបាទស្ពាននេះធំផ្លូវនេះវាធូបើពីភាសាអង់គ្លេសហៅ two lane ផ្លូវ2ប្រឡោះហើយខាងនេះក្បាលនាគខ្លួនធំបងប្អូនសម័យមើលក្បាលមួយកង់នេះរាប់តោននេះមួយកង់នេះវាអាចជា2 ម៉ែត្រឬក៏3 ម៉ែត្រខ្លួននាគហ្នឹងហើយដល់ខាងក្បាលស្ពានសងខាងគឺដាក់រូបនាគបើស្ពានខ្លះគេដាក់រូបតោអញ្ចឹងបាទនៅក្តារប្រាក់ 5000 រៀលពីដើមគឺយើងមានរូបស្ពានហ្នឹងបាទខាងក្រោមនោះគេថត pre wedding បាទហើយស្ពាននេះបើនិយាយទៅ highway ខ្មែរយើងពីសម័យបុរាណពីនឹងដល់អង្គរហើយពីអង្គរចេញទៅដល់ភីម៉ាយបងប្អូនភីម៉ាយនៅខេត្តនគររាជសីមាពីដើមក៏ជាអតីតទឹកដីខ្មែរយើងអញ្ចឹងផ្លូវខ្វាត់ខ្វែងពេញទីក្រុងអាហ្នឹងគឺកសាងដោយខ្មែរយើងសម័យបុរាណហើយបងប្អូនមកសៀមរាបភាគច្រើនអត់ចាប់អារម្មណ៍ទេបាទទាំងខ្ញុំទាំងគេគឺអត់សូវចាប់អារម្មណ៍ទេដោយសារនៅខាងស្ដាំដៃបងប្អូននៅស្ដាំដៃពីកំពង់ក្តីរហូតទៅដល់សៀមរាបហ្នឹងគឺជាផ្លូវបុរាណបងប្អូនអាចមើលឃើញផ្លូវបុរាណហ្នឹងតាមរយៈស្ពានខ្លីៗបាទ10 ម៉ែត្រ 20 ម៉ែត្រអីចឹងណានៅខាងស្ដាំដៃគឺស្ពានបុរាណណាបងប្អូនអញ្ចឹងពីកំពង់ក្តីទៅដល់ក្រុងសៀមរាបហ្នឹងបើយើងឆ្លងពីសៀមរាបទៅទៀតមានផ្លូវបុរាណទៀតគ្រាន់តែយើងមិនសូវបានមើលស្ដាំដៃវាច្រើនគឺស្ពានបុរាណរហូតទៅដល់មានជ័យហ្នឹងក៏មានស្ពានបុរាណច្រើនដែរចេញពីសៀមរាបទៅបងប្អូនអាសាលួចមើលទៅឃើញស្ពានតូចបាទធ្វើពីថ្មបាយក្រៀមឬក៏ថ្មភក់អីជាដើមបាទលើផ្លូវនេះអនុញ្ញាតឲ្យតែម៉ូតូឬកង់ធ្វើដំណើរបាទមិនឲ្យឡានបើកបរទេខ្លាចមានផលប៉ះពាល់បើយើងមើលគ្រឹះស្ពានវិញគឺសង់មកគឺរៀបបិទមកថ្មបាយក្រៀមមកក្រាស់ធ្វើឲ្យស្ពាននឹងមានលក្ខណៈរឹងមាំល្អមែនទែនហើយខ្មែរយើងឥឡូវនេះបើសិនតែធ្វើស្ពានអត់ដឹងថាទៅរកថ្មនេះមកពីណាទៀតបាទចាក់គ្រឹះមុំប៉ុណ្ណឹងធ្វើបានរាប់រយពាន់ឆ្នាំគិតទៅពីនិយាយពីគុណភាពសំណង់ស្រុកខ្មែរបុរាណគឺមួយរាប់រយពាន់ឆ្នាំហ្មងហើយនៅប្រើបានទៀតបងប្អូនគិតមើលស្ពានប៉ុណ្ណឹងគាត់ដូនតាយើងគិតវែងឆ្ងាយរាប់រយពាន់ឆ្នាំគេថាគាត់សាងសង់របស់មួយក៏ឲ្យយើងប្រើហៅថារាប់រយពាន់ឆ្នាំតែម្ដងគឺភាពអស្ចារ្យ
គឺភាពអស្ចារ្យរបស់ដូនតាខ្មែរយើងគឺគាត់ចង់ធ្វើអីមួយគឺថាអស្ចារ្យធ្វើឲ្យស្នាដៃរបស់គាត់នឹងគឺអស្ចារ្យដែលយើងអាចមើលឃើញសម្បីតែស្ពានមួយប៉ុណ្ណឹងគាត់ធ្វើឲ្យយើងប្រើបានរហូតដល់នេះគឺ8 900ឆ្នាំហើយនៅតែប្រើបានគឺការយកចិត្តទុកដាក់ការស្រឡាញ់ស្នាដៃគឺថាគាត់ធ្វើអីក៏ដោយគឺដើម្បីលេខ1បាទដូនតាខ្មែរយើងគឺធ្វើអីក៏ដោយគឺចង់បានលេខ1អញ្ចឹងបងប្អូនឃើញហើយគឺថាមិនថាស្ពានថ្នល់ឬក៏សំណង់ប្រាសាទអីផ្សេងទៀតនៅសល់ដល់រាល់ថ្ងៃបាទគឺជាភាពអស្ចារ្យអញ្ចឹងបងប្អូនយើងគឺថារៀនពីដូនតាយើងគឺមិនចេះអស់បាទគាត់រៀនសាងសង់ស្ពានឲ្យជាប់ដូចគាត់យូរប៉ុណ្ណឹងក៏អស្ចារ្យមែនទែនទៅហើយបាទមិនដល់ថ្នាក់ថាធ្វើប្រាសាទទេធម្មតាស្ពានថ្នល់ហ្នឹងគឺវាអស្ចារ្យមែនទែនគឺអាចតាក់ទាញទេសចរបានរាប់ពាន់រាប់ម៉ឺនរាប់លានអញ្ចឹងសង្ឃឹមថាបងប្អូនយើងប្រទេសខ្មែរយើងទៅសម័យក្រោយនឹងខ្លាំងក្លាអស្ចារ្យដូចខ្មែរយើងអីណែកសាងប្រាសាទខ្មែរយើងសម័យបុរាណដែរបាទសូមអរគុណ